ជាពមៀនប្រើច្បាប់ហ្នឹងខ្ញុំដឹងហើយថាលោកហ៊ុនម៉ាណែតនិយាយទៅទាំងអស់គ្នាគឺគេចេញមកព្រមគ្នាអញ្ចឹងគេថាគេនឹងប្តឹងគ្រងនឹងដែរព្រមានប្តឹងប៉ុន្តែព្រមានប្តឹងទៅអាបណ្ដឹងមួយដាក់តាំងពីខែមិថុនាដែលលោកហ៊ុនម៉ាណែតថាបណ្ដឹងតាមពិតសេចក្តីជូនដំណឹងសោះអត់ដឹងទៅនៅកន្លែងណាទេ ICJ ជិត1ឆ្នាំអត់ទាន់បានទទួលស្អីសោះអ្នកស្រីម៉ាលីសុជាតិតានិយាយថានឹងប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិពីថ្ងៃ10ខែធ្នូជិត6ខែអត់សោះនេះនៅសតតែប្រហែលថ្ងៃទៀតហ្នឹង5ថ្ងៃទៀតកន្លះឆ្នាំហើយនេះហើយណាមិនឃើញប្តឹងហើយឲ្យប្រជាពលរដ្ឋជឿដែរហើយបើអញ្ចឹងវិញអត់ទេប៉ុន្តែបើខ្មែរគ្នាឯងវិញមើលលោកថាច់សេដ្ឋាម៉ោងនេះនៅជាប់គុកអត់ទាន់ចាញ់ទៀតហើយអាចជាប់គុកអត់ទាន់ចាញ់មកខ្ញុំងុំនឹងរឿងដល់ថ្ងៃត្រូវដោះលែងហើយអានីតិវិធីហ្នឹងនៅពជាទៀតអត់ដោះលែងទៀតអាបទូបថយទោសទៅយើងមិនបាញ់និយាយទេពួកបពប្រឆាំងហ្នឹងស្ទាល់តែនៅក្នុងគុកដល់ថ្ងៃចុងក្រោយមកបានចាញ់មកអត់មានសល់មួយថ្ងៃសល់1ម៉ោងណាហើយដល់ពេលហើយលើកម៉ោងទៀតអាហ្នឹងធ្លាប់មានហើយបើអុកញ៉ាមហាមន្ត្រីដូចស្អីលោកអុកញ៉ាណៃថងសរ៉ាត់ដែលគេកាត់ទោសឲ្យជាប់គុកមួយជីវិតថ្ងៃមុនខ្ញុំប្រាប់ថាគាត់ជាប់គុក5 10ឆ្នាំមិនមែនទេសម្រាប់អុកញ៉ាអ៊ឹមមិញជឺនៅស្តង់ផ្លែឈើនៅអូឡ িম্প ពិកហ្នឹងគឺគេកាត់ទោសឲ្យជាប់គុកមួយជីវិតតឡាការជន់ទៀបអីហ្នឹងគេកាត់ឲ្យមួយជីវិតទាំងអស់ទៅដល់តឡាការកពូកន្លះដោះលែងបាត់មួយជីវិតដោះលែងបាត់ព្រោះជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាហ្នឹងហើយដល់ពេលរឿងបពប្រឆាំងវិញកុំថាឡើយតឡាការហ្នឹងគឺថ្នាក់ដល់ទេវតាប្រអិនប្រពំណាក៏នៅតែជាប់គុកដែរមេធាវីបកែមកពីឋានប្រអិនណាក៏នៅតែការពារក្តីមិនឈ្នះដែរហើយឥឡូវលោកថៃសិដ្ឋាគឺជាឧទាហរណ៍ទៀតដាក់គុកគាត់3ឆ្នាំចាប់គាត់ពីថ្ងៃ20ខែមេសា2023 20ខែមេសា2026វាត្រូវ3ឆ្នាំហើយនៃការដាក់គុកគាត់ឲ្យជាប់ពន្ធនាគារ3ឆ្នាំហើយឥឡូវដល់ខែឧសភាហើយ5ថ្ងៃវាលើសដល់ប្រហែលថ្ងៃទៀតហើយ5 10ថ្ងៃហើយលើសកន្លះខែអត់ដោះលែងគាត់ហើយទៅមេធាវីគាត់សើនជំជួនហ្នឹងក៏ទៅខំដាក់ពាក្យសុំឲ្យអាយកាពិនិត្យមើលរឿងហើយចាំបាច់មេធាវីទៅដាក់បើថា3ឆ្នាំអត់ទៅបទូបថយទោសគ្នាផងហេតុអីគ្រាន់តែដល់ថ្ងៃដោះលែងគ្នាឲ្យចេញមកព្រោះគ្នាជាប់គុកគ្រប់កាលកំណត់ហើយហេតុអីបានចាំបាច់ឲ្យមានការជីចាប់អញ្ចឹងទៀតខ្ញុំអត់យល់តាមពិតលោកថៃសិដ្ឋាគាត់ជាប់គុកពីបទល្មើសបទល្មើសមួយចេញសាច់ស្អុយឯណាហ្នឹងជាប់គុកមួយឆ្នាំជាងហ្នឹងវាផុតហើយប៉ុន្តែគុកមួយទៀតគឺគុកនិយាយពីរឿងស្ទូបយួនស្ទូបអាស្អីគេរំលឹកវិញ្ញាណក្ខន្ធយួននៅគ្រប់ខេត្តក្រុងហ្នឹងគឺប៉ះពាល់យួនគឺប៉ះពាល់អត់បានហ្មងហើយលោកថៃសិដ្ឋាគាត់ជាខ្មែរក្រោមដូច្នេះគាត់ជឿចាប់ដល់ពេលនិយាយគេថាញុះញង់ចាប់ដាក់គុក3ឆ្នាំហ្នឹងហើយសេរីភាពសារព័ត៌មានសេរីភាពនៃការបញ្ចេញមតិដ៏មានមហិមារបស់ខ្មែរយើងគ្រាន់តែនិយាយចឹងជាប់3ឆ្នាំពីនៃជាប្រាក់នឹងប្រហែលលានរៀលទៀតហើយឥឡូវ3ឆ្នាំហ្នឹងចាប់ហើយអត់ដោះលែងគាត់ទៀតលោកថៃសិដ្ឋាគាត់ជាអនុប្រធានគណៈបកភ្លើងទៀនជាខ្មែរក្រោមតស៊ូនោះតស៊ូដល់ហើយប៉ុន្តែឃើញទេអកុសលអញ្ចឹងហើយបើខ្មែរគ្នាឯងហ្នឹងគឺអញ្ចឹងប៉ុន្តែបើគេវិញពមៀនចុះឡើងតែអត់ប្តឹងគេទេនៅថៃរឿងអីហ្នឹង